សូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំបាទនៅក្នុងវីដេអូនេះខ្ញុំលើកយកពាក្យចារកម្មនិងចារកិច្ចមកបង្ហាញបាទថាតើពាក្យចារកម្មនិងចារកិច្ចនេះមានអត្ថន័យដូចម្ដេចបាទអ្វីទៅជាចារកម្មមានន័យយ៉ាងម៉េចបាទបើផ្អែកតាមវចនានុក្រមខ្មែរពាក្យចារកម្មនេះថ្នាក់ពាក្យជានាមបាទមានន័យថាចារកិច្ចឬក៏ការតាមមើលដោយសម្ងាត់នៅអំពើរបស់ជនណាម្នាក់ឬក៏ច្រើនអ្នកដើម្បីនឹងធ្វើរបាយការណ៍ឬក៏ដើម្បីនឹងទាញយកផលប្រយោជន៍អ្វីមួយអានឹងយើងហៅថាចារកម្មបានន័យថាការស៊ើបការដោយសម្ងាត់ដើម្បីប្រមូលយកព័ត៌មានពីជនណាម្នាក់ឬក៏ក្រុមមនុស្សណាមួយហើយយកព័ត៌មាននឹងដើម្បីយកទៅប្រើប្រាស់សម្រាប់ផលប្រយោជន៍អ្វីមួយនឹងយើងហៅថាចារកម្មចំណែកឯពាក្យចារកិច្ចនេះគឺមានន័យថាកិច្ចការដែលតាក់ទងទៅនឹងចារកម្មហ្នឹងណាបាទថ្នាក់ពាក្យជានាមចារកិច្ចណាមានន័យប្រហាក់ប្រហែលគ្នាទេណាបាទមួយទៀតចារកម្មមានន័យថាការប្រមូលព័ត៌មានឬក៏រាយការណ៍ព័ត៌មានដោយសម្ងាត់អំពីសកម្មភាពរបស់អង្គការឬក៏ប្រទេសណាមួយផ្សេងទៀតនឹងយើងហៅថាចារកម្មអញ្ចឹងប្រទេសមួយគឺមានអង្គភាពចារកម្មរបស់គេដើម្បីស៊ើបការដោយសម្ងាត់ប្រមូលព័ត៌មានមួយទៀតចារកម្មនេះមានន័យថាការស៊ើបការដោយសម្ងាត់ជាពិសេសនៅព័ត៌មានផ្នែកយោធាឬក៏ព័ត៌មានផ្នែកនយោបាយរបស់ប្រទេសមួយឬក៏ព័ត៌មានពាណិជ្ជកម្មផ្នែកឧស្សាហកម្មអញ្ចឹងចារកម្មនឹងគឺគេស៊ើបការយកព័ត៌មានតាក់ទងទៅនឹងវិស័យយោធាឬក៏ផ្នែកនយោបាយឬក៏ព័ត៌មានផ្នែកពាណិជ្ជកម្មឧស្សាហកម្មផលិតដូចជាឧស្សាហកម្មផលិតអាវុធដូចជាដើមណាបាទអញ្ចឹងគេប្រមូលព័ត៌មាននឹងដោយសម្ងាត់ពីកន្លែងណាមួយឬក៏ពីប្រទេសណាមួយអញ្ចឹងទៅបាទនេះគឺជាឧទាហរណ៍បាទចារកម្មសេដ្ឋកិច្ចអញ្ចឹងតាក់ទងទៅនឹងការយកព័ត៌មានផ្នែកសេដ្ឋកិច្ចបាទអង្គភាពចារកម្មអញ្ចឹងប្រទេសមួយគេមានអង្គភាពចារកម្មនេះបាទគេបង្កើតឡើងដើម្បីប្រមូលយកព័ត៌មានឬក៏ធ្វើការងារដែលតាក់ទងទៅនឹងចារកម្មនេះបាទភ្នាក់ងារចារកម្មអញ្ចឹងជាក្រុមមនុស្សដែលធ្វើការងារតាក់ទងទៅនឹងផ្នែកចារកម្មនេះបាទមួយទៀតបាទយោធាចារកម្មអញ្ចឹងគេមានទាហានចារកម្មដើម្បីយកព័ត៌មានពីគូសត្រូវឲ្យដឹងពីទីតាំងរបស់សត្រូវឲ្យដឹងពីចំនួនរបស់សត្រូវឲ្យដឹងពីសម្ភារៈនិងគ្រឿងសព្វាវុធរបស់សត្រូវដើម្បីយកព័ត៌មានហ្នឹងមកវិភាគសម្រាប់ធ្វើការទប់ទល់និងវាយប្រហារសត្រូវទៅថ្ងៃក្រោយឲ្យឈ្នះណាបាទធ្វើចារកម្មធ្វើការងារផ្នែកចារកិច្ចបាទប្រមុខស៊ើបការសម្ងាត់របស់ប្រទេសបាទប្រទេសណាមួយទៅបានពមៀនពីការកើនឡើងនៃសកម្មភាពចារកម្មដោយសារតែការប្រកួតប្រជែងឥទ្ធិពលប្រទេសអាមេរិកនិងប្រទេសចិនចឹងដោយសារតែការប្រកួតប្រជែងវាធ្វើឲ្យមានសកម្មភាពចារកម្មកើនឡើងដើម្បីយកព័ត៌មានពីគ្នាទៅវិញទៅមកណាបាទអញ្ចឹងនៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងបាទសូមអរគុណច្រើនបាទ